ជំរាបសួរបងប្អូនជនរួមជាតិបាទថ្ងៃនេះនៅផ្ទះទំនេរបន្តិចរៀនភាសាដៃខ្លួនឯងព្រោះបើសិនជាបន្តិចដូចជួលគេក៏វាពិបាកឆ្ងាយគេមកប៉ុន្តែព្រឹកនេះខ្ញុំមានរឿងមួយចង់លើកយកមកនិយាយបន្តិចទាក់ទិនជាមួយនឹងរឿងការថ្មីនេះហើយយើងប្រៀបធៀបទៅជាមួយនឹងអតីតកាលដែលធ្លាប់កម្ពុជាធ្លាប់មានជួបប្រទះពីមុនមកណាទាក់ទងនឹងផែនទីថ្មីដែលយើងហៅថាផែនទីអ្នកខ្លះគេហៅផែនទីចោលឬក៏ផែនទីដែលថៃគេផលិតថ្មីណាបាទខ្ញុំនឹកឃើញកាលពីឆ្នាំមុនឆ្នាំ70មុនពេលនៅពេលដែលមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកក្នុងទឹកដីក្នុងខេត្តស្វាយរៀងពេលនោះគឺយួនខាងត្បូងក៏បានបង្កើតនៅផែនទីคล้ายៗមួយដែរដោយធ្វើការពង្រីកព្រំដែននៅខាងភាគខាងកើតហ្នឹងដើម្បីឲ្យវៀតណាមហើយនិងសហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទម្លាក់គ្រាប់បែកចូលមកក្នុងទឹកដីខ្មែររួចហើយប្រកាសថាទឹកដីនេះមិនមែនជាទឹកដីរបស់ខ្មែរទេគឺទឹកដីរបស់វៀតណាមបាទនេះជាការប្រឈមចោទគ្នាទៅវិញទៅមកនៅពេលនោះក៏ប៉ុន្តែទោះបីយ៉ាងណានៅក្នុងពេលនោះយើងឃើញថាផែនទីដែលផលិតថ្មីដោយវៀតណាមពីខាងត្បូងកាលនោះជាផែនទីដែលមានអក្សរវៀតណាមហើយខ្ញុំជឿថាបងប្អូនយើងក៏បាននៅឃើញមានផែនទីនឹងលក់នៅលើទីផ្សារហ្នឹងរហូតមកដល់សប្តាហ៍ថ្ងៃដែរជាការសង្កេតរបស់ខ្ញុំដោយមិនមានអ្នកណាធ្វើការត្រួតពិនិត្យថាតើផែនទីហ្នឹងត្រឹមត្រូវដែរឬទេហើយគួរបើសិនជាមិនត្រឹមត្រូវគួរតែបដោយឲ្យលក់នៅលើទីផ្សារដោយសេរីអញ្ចឹងវាគឺយ៉ាងម៉េចបាទហើយផែនទីហ្នឹងមែនតើទៅវានៅតែមានភាពចម្រុងចម្រាស់មកដល់សប្តាហ៍ថ្ងៃហ្នឹងឯងតើតទៅនឹងការវាស់វែងព្រំដែនអញ្ចឹងអានេះខ្ញុំលើកនេះមិនមែនមានចេតនានយោបាយទេក៏ប៉ុន្តែគាត់តែលើកឡើងថារឿងមួយបន្តិចដែលគេធ្វើដើម្បីផលប្រយោជន៍របស់គេនៅពេលនោះក៏ប៉ុន្តែវាមានផលប៉ះពាល់យូរអង្វែងមកសម្រាប់ប្រទេសយើងនេះជានយោបាយវិធីនិយមរបស់គេដែលគេធ្វើហើយយើងក៏មិនបានចាប់អារម្មណ៍ថាផែនទីហ្នឹងយើងនៅតែយកមកលក់នៅលើទីផ្សារសប្តាហ៍ថ្ងៃនេះខ្ញុំមិនដឹងថាមានអាជ្ញាធរអីគេមើលរឿងអស់ហ្នឹងដែរអត់ណាប៉ុន្តែរឿងសំខាន់ដែលខ្ញុំចង់ភ្ជាប់រឿងតូចប៉ុន្តែវាជះឥទ្ធិពលយូរមកសម្រាប់យើងហើយវាជាគ្រោះថ្នាក់ហ្នឹងគឺថ្មីនេះយើងបានឮថាថៃក៏បានបង្កើតនៅផែនទីថ្មីមួយទៀតដែលបង្ហាញថាទីតាំងរសើបទាំងអស់ដែលគេកំពុងតែទាមទារហ្នឹងគឺនៅលើទឹកដីគេក៏ប៉ុន្តែវាជាផែនទីថ្មីដែលគេបង្កើតឡើងដូច្នេះនៅក្នុងរឿងផែនទីនេះបើយើងគ្រាន់តែមើលព្រឹត្តិការណ៍បច្ចុប្បន្នយើងថាគេយកមកបម្រើនយោបាយបច្ចុប្បន្នចោះក៏ប៉ុន្តែយើងត្រូវគិតថាផែនទីនេះនឹងត្រូវបានពលរដ្ឋរបស់គេយុវជនរបស់គេនឹងយកទៅរៀនសូត្របន្តគ្នាតទៅទៀតដូច្នេះថៃនៅតែចិញ្ចឹមចិត្តថាតំបន់ទាំងអស់ហ្នឹងគឺជាតំបន់ដែលស្ថិតនៅក្នុងទឹកដីរបស់គេដដែលទេបាទអញ្ចឹងរឿងហ្នឹងវាសម្រាប់បម្រើផលប្រយោជន៍បច្ចុប្បន្នក៏ប៉ុន្តែវានឹងទុកសល់នៅគេដំណើរដែលនឹងធ្វើឲ្យបញ្ហានេះនឹងធ្លាក់មកលើកម្ពុជាតចំនួនថែមទៅទៀតដែលយើងត្រូវតែពិនិត្យមើលរឿងទាំងអស់គ្នាពលការបង្កើតផែនទីคล้ายដោយឯកតោភាគីនេះដែលមិនមែនជាផែនទីដំណើរជាដើមនេះវានឹងធ្វើផ្ដល់ផលប៉ះពាល់មកលើប្រទេសយើងសម្រាប់រយៈពេលយូរបាទហើយជាបន្តយើងឃើញថាយើងតែងតែខាតបង់ដោយសារតែបញ្ហាហ្នឹងយួនខាងត្បូងហើយនិងអាមេរិកបានទម្លាក់គ្រាប់បែករាប់ពាន់តោនមកចូលដីក្នុងដីខ្មែរក៏ប៉ុន្តែគេនៅតែអាងថាទឹកដីជាទឹកដីរបស់គេគឺទម្លាក់ក្នុងដីរបស់គេដោយមូលហេតុមើលនៅលើផែនទីคล้ายៗបាទចឹងទៅនេះខ្ញុំគ្រាន់តែសូមជម្រាបប៉ុណ្្នឹងហើយសូមកុំឲ្យយករឿងនោះបកស្រាយជាកត្តានយោបាយចុះគ្រាន់តែយើងដឹងហើយខ្ញុំគ្រាន់តែជួយធ្វើការឆ្លុះប្រចាំងនៅលើអ្វីដែលយើងធ្លាប់មានហើយយើងត្រូវតែមានការប្រុងប្រយ័ត្នរហូតទៅលើរឿងមួយបន្តិចទេប៉ុន្តែវាជះឥទ្ធិពលធំមកលើយើងនៅក្នុងពេលអនាគតសម្រាប់ខ្ញុំសូមអរគុណហើយមានប៉ុណ្្នឹងសូមជម្រាបលា